bà bọn miền Pus đa thì mùi ní bờ tam sẽ đây đi cả ní là sao bọn miền Washington Post AP Reuters có đôi chia hàng sẽ tại vì miền bạn lại đăng nó cứ bạn lại đăng thả Sài Gòn Americ nâng proti Iran ở lại ní cứ chiên sầm rạch bạn nơi cách prom priêng cái thà chia Kolka và chia Kolka rồi cái chia bản hòa sắnក្នុងការបញ្ចប់សង្គ្រាមអស់រយៈពេលជាច្រើនខែនៅតំបន់មជ្ឈិមបូព៌ានេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក៏ដូចជាខាងប្រទេសអ៊ីរ៉ង់បានបញ្ជាក់ប្រាប់ឲ្យដឹងបាទទៅដល់អ្នកសារព័ត៌មាននៅថ្ងៃប្រហ័សនេះបាទនៅថ្ងៃប្រហ័សនេះគឺបាទន័យថានៅកម្ពុជានោះប្រហែលជាថ្ងៃសុក្រនឹងទៅហើយណាបាទនៅថ្ងៃសុក្រនេះប៉ុន្តែគឺនៅមានបញ្ហាសំខាន់មួយចំនួនទៀតដែលលោកប្រធានាធិបតីបាទនឹងលោកប្រធានាធិបតី Donald Trump ហើយនឹងសមភាគីនៅខាងប្រទេសអ៊ីរ៉ង់នោះបាទត្រូវពិភាក្សាដើម្បីបាទសម្រាប់ឥឡូវនេះលោកប្រធានាធិបតីក៏ដូចជាមេដឹកនាំអ៊ីរ៉ង់កំពុងតែពិនិត្យមើលបាទទៅលើសំណើចុងក្រោយនេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានទទួលស្គាល់ថាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហ្នឹងគឺបាទកើតមានឡើងគឺបន្ទាប់ពីមានការវាយប្រហារពីសហរដ្ឋអាមេរិកបាទទៅលើទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ហើយបាញ់ drone បាញ់កំទេច drone របស់អ៊ីរ៉ង់អស់ចំនួន5គ្រឿងហើយសហរដ្ឋអាមេរិកថាអ៊ីរ៉ង់កំពុងតែត្រៀមបាញ់ drone ទី6ទៀតផងបានជាសហរដ្ឋអាមេរិកកំទេចហើយអ៊ីរ៉ង់វិញក៏បានវាយប្រហារសងសឹកនឹងសហរដ្ឋអាមេរិកផងដែរកាលពីយប់មិញគឺមានបាញ់សម្ដៅទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតាក៏ប៉ុន្តែគឺមិនទាន់ដឹងថាតើមូលដ្ឋានមួយណាទេពីព្រោះអីសហរដ្ឋអាមេរិកមានមូលដ្ឋានច្រើននៅក្នុងប្រទេសកាតានេះបាទបើយោងតាមលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺលោក Scott Bessent លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃនេះថាកិច្ចព្រមព្រៀងហ្នឹងគឺដែលដូចថាកិច្ចព្រមព្រៀងបណ្ដោះអាសន្នឬក៏គេថាពង្រៀងឬក៏ពង្រៀងសេចក្តីព្រៀងបាទសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងហ្នឹងគឺមានគេថាមានចំណុចមុខព្រួយច្រើនហើយដែលត្រូវចាំឲ្យលោកប្រធានាធិបតីយល់ព្រមជាផ្លូវការលោក Bessent បានមានប្រសាសន៍ថាគឺបាទអ្វីៗគឺទៅដាក់នោះកណ្ដាសុំទោសសូមអធិស្ឋានលោក Bessent បានមានប្រសាសន៍ថាគឺអ្វីៗគឺទៅយកមកដាក់យកមកពិភាក្សាគ្នាគឺมันអាចនឹងចោលបញ្ហាណាមួយបានទេហើយក៏រហូតតតែមន្ត្រីរបស់អ៊ីរ៉ង់នឹងបានយល់ព្រមជាមុនសិននៅក្នុងការបើកច្រក Hormuz វិញផងដែរបាទដើម្បីឲ្យអនុញ្ញាតឲ្យមានចរាចរណ៍ទំនិញដើម្បីបើកសេដ្ឋកិច្ចរបស់ពិភពលោកឡើងវិញផងដែរបាទដូច្នេះទៅសហរដ្ឋអាមេរិកព្រមព្រៀងណាបាទគឺមួយទៀតគឺអ៊ីរ៉ង់ក៏ត្រូវតែយល់ព្រមប្រគល់បាទសារធាតុអ៊ុយរ៉ាញ៉ូមមកឲ្យសហរដ្ឋអាមេរិកបាទគឺអ៊ីរ៉ង់ត្រូវតែបញ្ឈប់នៅសកម្មភាពនិងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីបាទលោកបាននិយាយថាចំណុចតាក់ទងជាមួយនឹងបាទរឿងនុយក្លេអ៊ែរហ្នឹងគឺជាចំណុចរសើបខ្លាំងបាទជាចំណុចតានតឹងខ្លាំងរវាងដៃគូរវាងប្រទេសទាំងពីរភាគីទាំងពីរនេះលោក Bessent បានបញ្ជាក់នៅតាមបណ្ដាញសង្គមផងដែរនៅថ្ងៃនេះផងដែរថាគឺសហរដ្ឋអាមេរិកនឹងនៅតែបន្តដាក់គំនាបទៅលើរបបនៃទីក្រុងតេហរ៉ង់ដោយដាក់ទណ្ឌកម្មទៅលើការនាំប្រេងចេញរបស់អ៊ីរ៉ង់ហើយនឹងធ្វើយ៉ាងណាដើម្បីឲ្យអ៊ីរ៉ង់មិនអាចមានថវិកាដើម្បីបើកឲ្យទាហានក៏ដូចជាបើកឲ្យប៉ូលីសដែលធ្វើឲ្យប៉ូលីសមួយចំនួនសូមច្បាប់មិនទៅធ្វើការនោះទេដោយសារតែមិនមានប្រាក់ខែទៅធ្វើកិច្ចការអ្វីផ្សេងដើម្បីដោះស្រាយជីវភាពលោកបានបន្ថែមថាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកវិញក៏នៅតែបន្តបិទច្រកសមុទ្រផងដែរដែលធ្វើឲ្យមានការកាត់បន្ថយនៅការនាំប្រេងឆៅចិនរបស់អ៊ីរ៉ង់ចេញទៅលក់នៅទីផ្សារខាងក្រៅហើយគឺការបិទនេះបាទអាចនឹងប៉ះពាល់ទៅដល់ក្រុមហ៊ុនអាកាសចររបស់អ៊ីរ៉ង់ផងដែរដែលពិបាកនឹងរកកន្លែងចុះចតដើម្បីចាក់ប្រេងឬក៏លក់សម្បត្តិ
យន្តហោះរបស់ខ្លួនសម្រាប់ដំណើរការនោះបាទនេះគឺជាការវិវត្តចុងក្រោយដែលកើតមានឡើងបើទោះបីជាមានរបាយការណ៍ថាប្រទេសអ៊ីរ៉ង់បានវាយប្រហារសងសឹកទៅនឹងសហរដ្ឋអាមេរិកវិញក៏ដោយក៏ប៉ុន្តែមិនទាន់មានអ្វីដែលប្រែប្រួលនៅឡើយទេគឺការចរចានៅតែដំណើរការអញ្ចឹងហើយនៅពេលដែលមានដំណឹងនេះគឺទីផ្សារបាទទីផ្សារនៅអាស៊ីទីផ្សារភាគហ៊ុននៅអាស៊ីនេះបើកលក់បានបាទមានតម្លៃឡើងតាំងពីនៅជប៉ុនរហូតដល់នៅប្រទេសជាច្រើននៅអាស៊ីហ្នឹងដែលទីផ្សារភាគហ៊ុនធំហ្នឹងតែម្ដងដោយសារតែគេមើលឃើញសញ្ញានៃការឈានទៅបញ្ចប់ចំនួននៅក្នុងតំបន់មជ្ឈមបូព៌ានេះហើយអាចនឹងបើកច្រកពាណិជ្ជកម្មមកដំណើរការធម្មតាឡើងវិញបានបាទអញ្ចឹងនេះជាដំណឹងល្អមួយជំហានទៀតដែរបាទអញ្ចឹងបើមានការវិវត្តអ្វីថ្មីចាំមើលខ្ញុំនឹងជម្រាបជូនប្រិយមិត្តណាបាទហើយព័ត៌មានទី2នេះបាទព័ត៌មានទី2នេះបើយោងតាមសេចក្តីនេះរាយការណ៍នេះគឺ The Guardian បាទ The Guardian បានរាយការណ៍ហើយនេះគឺជាសេចក្តីរាយការណ៍របស់ Washington Post បាទគឺបានឲ្យដឹងថាឥឡូវនេះសេតវិមានកំពុងតែជំរុញសភាឲ្យអនុម័តបោះពុំកដាស់ប្រាក់ដែលមានតម្លៃ$250ហើយនៅក្នុងនោះមានដាក់រូបលោកប្រធានាធិបតី Donald Trump នេះបើយោងតាមរូបគំរូដែលគេបានឆ្នៃឡើងគឺរូបលោកប្រធានាធិបតីអញ្ចឹងមកមានហត្ថលេខាលោកប្រធានាធិបតីនៅហ្នឹងហើយមានលេខារបស់ខាងបាទទេសភិបាលធនាគារនៅខាងរដ្ឋមន្ត្រីខាងបាទធនាគារជាតិហ្នឹងបាទអញ្ចឹងដូច្នេះប៉ុន្តែអត់ទាន់មានអ្វីដែលជាក់លាក់នៅឡើយទេដោយសារតែតាមច្បាប់របស់សហរដ្ឋអាមេរិកគឺមិនអនុញ្ញាតឲ្យដាក់រូបប្រធានាធិបតីដែលនៅកំពុងមានជីវិតនៅឡើយទេបាទនឹងច្បាប់អញ្ចឹងដូច្នេះដើម្បីអនុញ្ញាតបានតតែខាងរដ្ឋសភាអនុម័តយល់ព្រមហើយបើសិនជាតាមមើលទៅគឺនៅរដ្ឋសភាគឺអាចនឹងទៅរួចពីព្រោះទៅការសម្លេង50+1ទេអញ្ចឹង50+1ហ្នឹងគឺខាងគណៈបកសាធារណរដ្ឋមានសម្លេងគ្រប់ហើយក៏ប៉ុន្តែនៅខាងព្រឹទ្ធសភាវិញគឺពិបាកបន្តិចគឺទៅការសម្លេង60រីឯគណៈបកសាធារណរដ្ឋមានសម្លេងតែចំនួន53ទេអញ្ចឹងដូច្នេះត្រូវការគ្រប់គ្រងពីគណៈបកប្រជាធិបតេយ្យរហូតដល់7សម្លេងអានោះតើក្រុមខាងគណៈបកប្រជាធិបតេយ្យបាទយល់ឃើញយ៉ាងណាដែរគឺបើតាមលោក Jeffrey Haken ដែលជាប្រធានក្រុមបកប្រជាធិបតេយ្យនៅរដ្ឋសភាគាត់មិនយល់ព្រមទេបាទគាត់ថានឹងប្រៀបដូចជាធ្វើឲ្យមានស្ដេចមានអីយកតម្លើងស្ដេចអីចឹងបាទប៉ុន្តែហេតុផលដែលលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានលើកឡើងគាត់ថាភារកិច្ចរបស់គាត់គឺរារាំងមិនឲ្យមានប្រធានាធិបតីណាដែលនៅរស់រានមានជីវិតហ្នឹងគឺអ្នកនៅមានជីវិតហ្នឹងគឺបាទមកនៅក្នុងមានរូបនៅលើទឹកប្រាក់របស់ក្រដាស់ប្រាក់របស់សហរដ្ឋអាមេរិកទេក៏ប៉ុន្តែក្នុងករណីនេះវាជាករណីលើកលែងដោយសារតែវាចំខួបលើកទី250នៃការដែលសហរដ្ឋអាមេរិកបានឯករាជ្យបាទពីចក្រភពអង់គ្លេសមកអញ្ចឹងដូច្នេះលោកយល់ថាវាជាការមួយស័ក្តិសមដែលលោកប្រធានាធិបតី Donald Trump លោកដឹកនាំចំពេលហ្នឹងគឺទៅមាននៅក្នុងរូបហ្នឹងបាទក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺលោក Jeffrey Haken ដែលនៅខាងរដ្ឋសភាមកពីខាងគណៈបកប្រជាធិបតេយ្យលោកថារឿងបនឯករាជ្យនេះវាជារឿងរបស់ពលរដ្ឋអាមេរិកទូទៅដូច្នេះអត់មានជាកម្មសិទ្ធិរបស់អ្នកនយោបាយណាមួយដែលមកធ្វើអញ្ចឹងបានទេបាទអញ្ចឹងដូច្នេះនេះជាការខិតខំប្រឹងប្រែងមួយទៀតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការដែលឲ្យមានរូបលោកប្រធានាធិបតីនៅកន្លែងសំខាន់ជាពិសេសបាទនៅកាលថ្ងៃមុននោះខ្ញុំបានជម្រាបជូនដំណឹងអំពីរូបលិខិតឆ្លងដែនបាទលិខិតឆ្លងដែនគឺត្រូវមានរូបលោកប្រធានាធិបតីនៅក្នុងនោះប៉ុន្តែខ្ញុំលិខិតឆ្លងដែនខ្ញុំធ្វើឲ្យអត់មានបាទភ័ព្វដែរបាទចង់បានមួយដែរប៉ុន្តែអត់មានបាទបាទអញ្ចឹងអ្នកណាដែលគ្រប់គ្រងលោកប្រធានាទៅខ្ញុំមិនគ្រប់គ្រងគាត់ទេណាបាទអ្នកណាគ្រប់គ្រងគាត់ចង់បានគឺគួរដាក់សុំឲ្យទៅបាទតែខ្ញុំអត់បានទេព័ត៌មានទី3នេះគឺជាព័ត៌មានអំពីប្រទេសកម្ពុជាទេបាទគឺសារព័ត៌មាននៅខាងក្រៅប្រទេសច្រើនឬការពាក់ព័ន្ធនឹងរឿងហ្នឹងអញ្ចឹងខ្ញុំសូមអនុញ្ញាត
ចែករំលែកព័ត៌មាននេះពីរឿងកម្ពុជាឲ្យប្រិយមិត្តបានដឹងបន្តិចណាបាទគឺបើយោងតាមសេចក្តីរាយការណ៍របស់ Business Day ហ្នឹងគាត់បានឲ្យដឹងថាគឺខាងអគ្គនាយកអន្តរប្រវេសន៍របស់កម្ពុជាបាទដែលស្ថិតនៅក្រោមក្រសួងមហាផ្ទៃរបស់កម្ពុជានោះគឺបានចេញណែនាំឲ្យពលរដ្ឋអាហ្វ្រិកទាំងអស់បាទដែលមានក្នុងនោះរួមមានពលរដ្ឋដែលមកពីប្រទេសហ្គាណាកេនយ៉ាកាមេរូនអ៊ូហ្គាន់ដាហើយនៅប្រទេសដទៃទៀតហ្នឹងគឺចាក់ចេញពីប្រទេសកម្ពុជាឲ្យបានត្រឹមថ្ងៃទី31 ខែឧសភាបាទនៅក្នុងសារាចរដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានអន្តរប្រវេសន៍របស់កម្ពុជានេះគឺលោកឧត្តមសេនីយ៍ឯកសោមសុភ័ក្របាទហើយគឺមានការយល់ព្រមពីរដ្ឋមន្ត្រីបាទពីខាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជាបាទខ្ញុំមើលតាក់នេះដោយសារតែគឺខាងសារព័ត៌មាននេះគាត់សរសេរដាក់លោកសសុខានោះដាក់ថាជា Secretary of State បាទរដ្ឋលេខាធិការក៏ពិតមិនមែនគាត់ជារដ្ឋមន្ត្រីចឹងបានសារព័ត៌មានបរទេសខ្លះវាសរសេរអត់ត្រូវដែរណាបាទគឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកសសុខាបានឯកភាពយល់ព្រមថារយៈពេលនៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអាហ្វ្រិកហ្នឹងគឺនឹងទៅផុតកំណត់ត្រឹមថ្ងៃទី31 ខែឧសភានេះហើយឆ្នាំ2026បាទអញ្ចឹងបើយោងតាមសេចក្តីចរាចរណ៍ណែនាំនេះគឺបាទគឺជនបរទេសណាដែលចូលមកក្នុងប្រទេសកម្ពុជាគឺឬនៅក្នុងប្រទេសកម្ពុជាបាទចាប់ពីថ្ងៃទី1 ខែមិថុនាឆ្នាំ2026តទៅគឺនឹងទៅចាប់ខ្លួននៅអាកាសយានដ្ឋានឬក៏នៅទីតាំងផ្សេងណាក៏ដោយហើយពួកគេអាចនឹងជាប់ពន្ធនាគាររហូតដល់2ឆ្នាំហើយនឹងពិន័យជាប្រាក់រហូតដល់$8,000សហរដ្ឋអាមេរិកបាទមុននឹងអនុញ្ញាតឲ្យចាក់ចេញពីប្រទេសកម្ពុជាបាទគឺរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ផងដែរថាអាជ្ញាធរប៉ូលីសក៏នឹងចាប់ផ្ដើមចាប់ជនបរទេសណាដែលរកឃើញថានៅលាក់ពួនខ្លួននៅក្នុងប្រទេសកម្ពុជាបាទចាប់ពីថ្ងៃទី1នេះតទៅហើយនឹងអ្នកណាដែលបាទនៅហួសទិដ្ឋាការហ្នឹងក៏ត្រូវចាប់ខ្លួនដើម្បីបាទប្រគល់មកខាងអាជ្ញាធរប៉ូលីសអន្តរប្រវេសន៍ផងដែរបាទគឺអ្វីដែលពាក់ព័ន្ធទាំងអស់ហ្នឹងគឺបាទគឺត្រូវតែគោរពតាមការជូនដំណឹងនេះហើយរដ្ឋាភិបាលកម្ពុជាគឺមិនលើកលែងទៅឲ្យអ្នកណាឬក៏ជនបរទេសណាដែលរំលោភច្បាប់អន្តរប្រវេសន៍របស់សហរដ្ឋអាមេរិកនោះទេបាទអញ្ចឹងគឺកម្ពុជាស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការបាទនេះគឺជាព័ត៌មានពីប្រទេសកម្ពុជាណាដែលមានការផ្សព្វផ្សាយច្រើនហើយខ្ញុំឃើញសារព័ត៌មានក៏ថាព្យាយាមតាក់ទងទៅខាងកម្ពុជាទៀតគឺមិនបានបញ្ជាក់ឆ្លើយតបយ៉ាងណាទេគឺហេតុផលអ្វីលើសពីនឹងទៀតគឺមិនបានបញ្ជាក់ទេណាបាទបើជាលោកលឹមលីដឹងច្រើនណាបាទព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters បានរាយការណ៍ឲ្យដឹងថាខាងក្រសួងការបរទេសរបស់រុស្ស៊ីបានសម្ដែងនៅការព្រួយបារម្ភផងដែរបាទដែលសហរដ្ឋអាមេរិកបាទនឹងដាក់ពង្រាយមីស៊ីលប្រភេទ Typhoon ទៅប្រទេសជប៉ុនសម្រាប់ចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នារវាងជប៉ុនជាមួយនឹងសហរដ្ឋអាមេរិកដោយរុស្ស៊ីចាត់ទុកថាការដែលដាក់មីស៊ីលទៅខាងក្បែរនៅព្រំដែនភាគខាងកើតរបស់ខាងរុស្ស៊ីនេះគឺជាការគំរាមកំហែងទៅដល់សន្តិសុខរបស់រុស្ស៊ីតែម្ដងបើយោងតាមលោកស្រី Maria Zakharova ដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសនៃប្រទេសរុស្ស៊ីនោះបាននិយាយថាពាក់ព័ន្ធជាមួយនឹងការដែលជប៉ុនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មីស៊ីលប្រភេទ Typhoon របស់ខ្លួននៅទីនោះនោះបាទក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះគឺជាការបង្កើនជំហានមួយថែមទៀតនៅក្នុងការគម្រាមកំហែងទៅដល់បាទប្រទេសរុស្ស៊ីហើយបាទអ្នកស្រីបានបន្ថែមថាទីក្រុងមូស្គូបានស្នើនឹងជូនដំណឹងទៅដល់ទីក្រុងតូក្យូជាបន្តបន្ទាប់អំពីការព្រួយបារម្ភរបស់ខ្លួនតាក់ទងជាមួយនឹងការដាក់មីស៊ីលនេះនៅក្នុងប្រទេសជប៉ុនហើយវានឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើបញ្ហាស្ថិរភាពនិងសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិកហើយនឹងក៏ជាការមួយគម្រាមកំហែងដោយផ្ទាល់ទៅដល់ព្រំដែននៅភាគខាងកើតរបស់ប្រទេសរុស្ស៊ីផងដែរហើយអ្នកស្រីបានបញ្ចប់ដោយថ្លែងថាគឺខាងរុស្ស៊ីបានព្រមានជាបន្តបន្ទាប់ឲ្យប្រទេសជប៉ុនបាទគឺកុំធ្វើការសម្រេចចិត្តដូចនេះ
វាជារឿងមួយជាមិនដល់ទេវាអាចនឹងមានការប៉ះទង្គិចអំពើប្រទុសរាយហើយនឹងជាការមួយដែលមិនយកចិត្តទុកដាក់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសរុស្ស៊ីនោះឡើយបាទនេះគឺជាព័ត៌មានសំខាន់ដែរខ្ញុំចង់ក្រងសម្រាប់ប្រិមិត្តទាំងអស់គ្នាបាទហើយនៅថ្ងៃនេះមានព័ត៌មានទូចមួយដែរគឺតាក់ទងជាមួយនឹងការផ្ទុះបាទនៅទីក្រុង Dallas នោះគឺផ្ទះមានផ្ទុះលិចហ្គាសលិចអីហ្នឹងគឺមានអ្នកស្លាប់ច្រើនប៉ុន្តែមិនទាន់ដឹងព័ត៌មានយ៉ាងណាទេអញ្ចឹងបានន័យថាវាជារឿងមួយដែលគួរតែពិនិត្យមើលភ្ជាប់ចំណុចទាំងអស់ហ្នឹងផងមានផ្ទុះនៅ Washington State ផ្ទុះនៅខាងCalifornia ឥឡូវនៅខាង Texas Dallas ទីក្រុង Dallas ទៀតនោះបាទផ្ទះមានតាក់ទងនឹងហ្គាសដូច្នេះបាទតើរឿងនេះវាយ៉ាងណាដែរហ្នឹងគឺបាទនៅសហរដ្ឋអាមេរិកព័ត៌មាននេះកំពុងតែផ្ទុះខ្លាំងដែរណាបាទអញ្ចឹងខ្ញុំមិនយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបានដឹងប៉ុន្តែគាត់ថាបើសិនជាមានការវិវត្តអ្វីថ្មីផ្សេងទៀតខ្ញុំនឹងជម្រាបជូនបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនសម្រាប់អ្នកដែលចូលមកទទួលយកការចែករំលែកព័ត៌មានតាក់ទងជាមួយនឹងបច្ចុប្បន្នភាពនៅខាងសហរដ្ឋអាមេរិកនេះគឺបាទសូមចាប់តែប៉ុណ្ណេះណាអញ្ចឹងសូមអរគុណបាទសូមជម្រាបលា